សូមតែចាស់លោកតាជំនឿទូជួយឲ្យទូយើងបានឆ្នះដោយរាល់ឆ្នាំចឹងណាលោកតាហេតុអីមិនក៏ឆ្នាំនេះមិនឃើញមានទាខ្វៃឲ្យយើង ជំងឺផ្ដាសាយបាសីនេះតបាតខ្លាំងណាស់គ្មានអ្នកណាគេហ៊ានថ្វាយមន់ទាទេលោកតាមានទៅបបាក់អីការពារបានត្រឹមត្រូវទៅគ្មានគ្រោះថ្នាក់ទេបើអត់ទាខ្វៃយើងជួយមិនបានទេត្រូវការពាររបៀបណាទៅលោកតាមិនពិបាកទេត្រូវពាក់ម៉ាស់ឬយកក្រមាចងបិទនឹងច្រមុះមុននឹងប៉ះពាល់មន់ទារួចហើយស្រោះវានឹងទឹកក្តៅមុននឹងបោចរោមប្រមូលរោមមន់ទានិងការសំណល់ផ្សេងទៀតយកទៅកប់ឬដុតចោលលាងសម្អាតដៃនិងរបស់របរប្រើប្រាស់ដូចជាចានកាំបិតដែលប្រើប្រាស់រួចជាមួយសាប៊ូឬផេះឲ្យបានស្អាតត្រឹមត្រូវចឹងបានពេញចិត្តយើងសូមជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់មានសុខភាពល្អក្នុងឱកាសបុណ្យអុំទូកអនាម័យស្អាតមិនខ្លាចឆ្លងផ្ដាសាយបាក់សី